នៅពេលនេះផងដែរយើងបានឃើញថាអាយសានឹងរៀបនឹងចាស់ចេញត្រឡប់ទៅវិញហើយរស់ក៏បានជូនពរបងស្រីបងនេះណាសុខសប្បាយនិងប្រយ័ត្នប្រយែងតាមផ្លូវផងឆ្កែនឹងចាប់អាំងស្ងោសុបអស់លើហើយមុននឹងចាក់ចេញទៅអាយសាក៏បាននិយាយទៅកាន់រោថាសង្ឃឹមថាពេលលើក្រោយនឹងនាងអាចជួបលោកប្អូនថ្លៃរបស់នាងផងហើយរោក៏បានតបទៅកាន់អាយសាទៅថាមិនអីទេលើក្រោយនឹងបានស្គាល់គ្នាហើយបន្ទាប់មកអាយសាក៏បានចាក់ចេញទៅផុតទៅជាមួយនឹងកូនចៅរបស់នាងនិយាយទៅអាសត្វឆ្កែនេះអាពេលអត់ធ្វើអបកាច់ព្រោះអាពេលគាត់ទាញទូរស័ព្ទមកធ្វើឬព្រោះមកអបកាច់ទាញតពងដាក់3តពងយកមកស្ងោសុបមកលើកូនឆ្កែគេឆ្កែចូលវាយងងប់និយាយវារងថ្ងៃពេកឯគ្នាយើងបើថាយូរម្ដងមិនសូវអីវារាល់ថ្ងៃពេកហើយចូលសាច់រឿងយើងវិញបន្ទាប់ពីអាយសាបានចាក់ចេញទៅនៅពេលនេះយើងឃើញថារ៉ូចាប់ផ្ដើមមួម៉ៅជាមួយនឹងលីអនទៀតហើយនេះបាននិយាយក្នុងចិត្តថា Dragon Slayer ដែលអាក្រក់នេះមកទៅប្រហែលជាលើកមុននឹងនាងបរៀនមេរៀនទៅកាន់វាអត់តន់គ្រប់គ្រាន់មកទៅចឹងយប់នឹងនាងទៅបង្រៀនមេរៀនឲ្យវាបន្ថែមទៀតហើយបង្រៀនមេរៀនគេនឹងមេរៀនអីយើងដឹងខ្លួនឯងស្រាប់ហើយមិនបាច់ប្រាប់ទៀតទេកាត់មកកាន់កន្លែងលីអននេះវិញវាកំពុងតែកដាស់ឆាច់ហើយដោយសារតែរ៉ូកំពុងតែនិយាយដើមវានៅក្នុងចិត្តហើយមើលទៅលីអននេះឆ្លាតគ្រាន់បើដែរគ្រាន់តែកដាស់ឆាច់វាសង្ស័យថារ៉ូនឹងកំពុងតែនិយាយដើមវាមិនមែនបាទឆ្លាតមែនតែនកូនមើលទៅគឺអាចយកទៅធ្វើជាគ្រូទាយថោកប៉ៅបានមកធ្វើការសរសេរกระดาษដាក់ពាក្យដាក់អីឲ្យហើយមកចាំលោកគ្រូធ្វើការស្នើសុំទៅកាន់ខាងក្រសួងមន្តអាគមនិងវេទមន្តរបស់ទឹកដីកម្ពុជាឲ្យអូនឯងដើម្បីធ្វើការខ្លាចទៅជា Sorcerer Supreme ដែលមានជំនាញខាងទូទាយហើយនៅពេលនេះយើងបានឃើញថានៅក្នុងគណៈពេលដែលលីអនត្រូវបានរងកំពុងតែនិយាយដើមនឹងគឺវាកំពុងតែអានរឿងនិទានឲ្យមើលនៅណូអាស្ដាប់ដើម្បីគេងនៅពេលនេះផងយើងក៏បានឃើញថាមើលនៅណូអានឹងបានគេងលក់បាត់ទៅហើយមើលកូនទូចពីរនាក់នឹងខ្ជូតខ្លាំងហើយយីមែនបន្ទាប់ពីឃើញថាអ្នកទាំងពីរបានគេងលក់បែបនេះលីអនក៏បានយកភួយលើសន្តាប់ឲ្យអ្នកទាំងពីររួចរៀបនឹងចេញពីបន្ទប់នេះទៅហើយប៉ុន្តែនៅក្នុងខណៈពេលនោះក៏ស្រាប់តែមានដៃមនុស្សម្នាក់មកខ្វាត់លីអនចេញទៅបានទេហើយយើងមើលតែដៃនឹងក៏ដឹងថាដៃណាគេដែរបាទបន្ទាប់ពីឃើញរ៉ូមកបែបនេះលីអនក៏បានសួរទៅកាន់រ៉ូទៅថាតើបងស្រីរបស់អ្នកនឹងទៅវិញហើយមែនប៉ុន្តែរ៉ូក៏បានសួរចាក់ប្រធានទៅកាន់លីអនវិញថាតើលីអននឹងឲ្យចង់ទៅណាហើយនេះក៏បានបន្តទៀតថាឥឡូវនេះគឺមានរឿងដែលត្រូវធ្វើបន្តទៀតនៅថ្ងៃនេះបន្ទាប់ពីនិយាយចឹងហួចនេះក៏ចាប់ផ្ដើមអូសកលីអនឲ្យដើរទៅតាមនាងប៉ុន្តែលីអនក៏បានខ្វាយដៃខ្វាយជើងព្រមទាំងបាននិយាយទៅកាន់នាងវិញថាអត់ទេវាចង់ទៅទេបាទនេះគេហៅថាគឺទិដ្ឋភាពបុរសខ្លាចប្រពន្ធត្រូវបានប្រពន្ធអូកត្រឡប់ទៅផ្ទះវិញប៉ុន្តែនេះមិនមែនគឺអូកត្រឡប់ទៅផ្ទះទេបាទគឺអូកទៅផ្ដល់ដំបូន្មានខ្សែរឿងក៏បានកាត់មកក្នុងបន្ទប់គេងរបស់ Silver Dragon Queenបន្ទាប់មកយើងបានឃើញថាលីអនវាកំពុងតែយកនៅទឹកក្តៅមួយកធុនយកមកឲ្យរ៉ូហើយវាក៏បានសួរទៅកាន់រ៉ូទៅថាទឹកក្តៅមកដល់ហើយតើរ៉ូនឹងយកទឹកក្តៅនឹងដើម្បីធ្វើអីបន្ទាប់ពីលឺអញ្ចឹងរ៉ូក៏បាននិយាយទៅកាន់លីអនទៅថានាងហត់ណាស់បន្ទាប់ពីដើរពេញមួយថ្ងៃហ្នឹងឥឡូវហ្នឹងសូមលាងជើងឲ្យនាងជាបន្ទាន់ទៀតអានឹងទៀតញ៉ាំបានហើយការអត់ធ្មត់មានដែនកំណត់ណាការអត់ធ្មត់មានដែនកំណត់ការអត់ធ្មត់មានដែនកំណត់នៅពេលដែលលឺយ៉ាងលីអនវាក៏ចោលបកាយដែរប៉ុន្តែត្រូវបានរស់និយាយទៅកាន់វាវិញថាឈប់និយាយបិទមាត់កុំនិយាយច្រើនពេកឥឡូវហ្នឹងលឿងជើងនាងលឿនមកដោយសារតែនេះគឺជាការផ្ដោតទីតោទៅកាន់លីអនដែលលីអនបានធ្វើដាក់នាងនៅថ្ងៃនេះខ្ញុំនិយាយគេទៅតោះទៅចឹងអាសត្វឆ្កែហ្នឹងវាកើតឈួតស្អីពេលវាអត់ព្រុសបន្តិចទៅវាថៃខ្ញុំឆ្ងល់ខ្ញុំទាញទូរស័ព្ទមកថតមិនទាន់បានទីហ្នឹងណាព្រុសទៀតអីបន្ទាប់ពីលីអនលឺរ៉ូនិយាយមកកាន់វាបែបនេះលីអនក៏សោកចិត្តលេងជើងឲ្យរ៉ូទៅនៅពេលដែលវាកំពុងតែដោះស្បែកជើងរ៉ូនោះវាក៏បានគិតក្នុងចិត្តថាវាគឺជា Dragon Slayer ម្នាក់ប៉ុន្តែឥឡូវនេះវាបាច់จะខ្លាយទៅជាទាសករលាងបាត់ជើងរបស់នារីនាគវិញហើយវាក៏បានបន្តទៀតថាខ្មោចស្រីនាគនេះពិតជាបកែរនឹករបៀបដែលធ្វើឲ្យនាងរីករាយជាមួយនឹងខ្លួនឯងពិតមែនមិនដឹងថាសាកសពរបស់ Dragon Slayer ប្រមាណអ្នកទេដែលត្រូវបាននាងជន់នឹងជើងរបស់នាងនេះនៅពេលដែលវាកំពុងតែគិតក្នុងចិត្តហ្នឹងវាបានមើលទៅកាន់ជើងរបស់រ៉ូនោះអត់ដាច់ពីកន្ទុយភ្នែកទេនៅពេលដែលឃើញអញ្ចឹងរ៉ូក៏ឆ្ងល់ខ្លាំងមែនតើថាលីអនហ្នឹងវាកាត់ឈួតអីវាមិនបានវាមើលជើងរបស់នាងអត់ឈប់អញ្ចឹងតិចវានឹកឃើញរឿងឆ្អេះឆ្អាស្អីទៀតទេដឹងក៏មិនតែរឿងឆ្អេះឆ្អាដែលលីអននឹកឃើញនោះវាយកជើងរបស់រ៉ូហ្នឹងញាត់ចូលក្នុងធុងទឹកក្តៅនឹងហ្មងចង់ថាអារូបភាពនេះខ្ជូតខ្លាំងបាទយកធ្វើ profile បានហើយដឹងស្រាប់ហើយថាធុងទឹកហ្នឹងគឺវាធុងទឹកក្តៅអញ្ចឹងនៅពេលដែលញាត់ចូលភ្លាមអញ្ចឹងបណ្ដារូបភ្ញាក់ខ្លាំងមែនតើហើយថែមទាំងក្រៅជើងទៀតក៏បានវត្តមួយជើងទៅត្រូវការកើមលីអនបែកឈាមខ្ចាយបណ្ដាលឲ្យវាដាច់ផ្ងាទៅក្រោយស្រែកថាអូយឈឺណាស់
បន្ទាប់ពីវត្តលីអនមកជើងដាច់ផ្ងាហើយនេះក៏បានទៅជន់លីអនបាននិយាយទៅកាន់លីអនថានឹងគឺជាវិធីដែលលីអនសងសឹកមកកាន់នាងមែនបន្ទាប់ពីលឺរោសួរបែបវិញវាក៏បាននិយាយទៅកាន់រោវិញព្រមទាំងទឹកមុខឌឺថាអីណាគេអ្នកសុំឲ្យវាលើជើងឲ្យមិញនៅពេលដែលឃើញទឹកមុខដែលសែនឌឺរបស់លីអនព្រមតែពាក្យសម្ដីបែបនេះរោក៏បាននិយាយទៅកាន់លីអនទាំងទឹកមុខក្រហមវិញថាហាក់ដូចជាលីអនហ្នឹងការចងចាំរបស់វាដូចជាមិនសូវបានយូរសោះវិញហើយវានឹងមានធ្លាប់គិតអត់ថាថ្ងៃមួយណែហើយជើងហ្នឹងអូសទៅណានោះអូសដល់ណាទៀតហ្នឹងត្រឹមនឹងបានហីអូចំបាត់ចប់ហើយឃើញទៅរូបភាពនេះទៅដឹងហើយថាគេពងធ្វើអីខ្ញុំបាច់និយាយទេគេអូសជើងទៅវិញទៅមកនឹងឯងមែនទេអូខ្ញុំខ្ជិលបកស្រាយឲ្យមើលទៅរូបទៅបានហើយបន្ទាប់ពីឃើញទឹកមុខលីអនហើយនាងក៏បាននិយាយទៅកាន់លីអនថាចាំមើលតើលីអននោះអាចទ្រាំយូរបានចុយស្អីគេនិយាយគេបន្ទាប់ពីឃើញទឹកមុខលីអនហើយនាងក៏បាននិយាយទៅកាន់លីអនថាចាំមើលតើលីអននោះអាចស៊ូទ្រាំបានយូរប៉ុណ្ណាគេនិយាយយូរជាប់មាត់វិញបន្ទាប់ពីលឺរ៉ូនិយាយមកកាន់វាបែបនេះលីអនវាក៏បានគិតក្នុងចិត្តថាវាមិនអាចចាញ់នាងបានទេហើយដើម្បីដោះស្រាយវិធីនេះវាក៏បានយកដៃវាទៅចាប់កជើងមករ៉ូបន្ទាប់មកវាក៏បាននិយាយថាវាធ្លាប់តែស៊ីជើងជ្រូកជើងគោជើងសត្វប៉ប៉ែអញ្ចឹងប៉ុន្តែវាដែរស៊ីជើងមកនៀកសោះបន្ទាប់ពីលីអននិយាយបែបហ្នឹងនាងក៏បានស្រែកទៅកាន់លីអនទៅថាលីអនអើយពងធ្វើអីវាហើយនិយាយបានតែប៉ុណ្ណាលីអនក៏ចាប់ជើងមកនាងយកមកខាំលឺសូតែ And how do you intend to kill us? Oh no, I can't kill you. But my buddy can. Say hi, buddy. រឿងក៏បានកាត់ចូលមកថ្ងៃបន្ទាប់ទៅពេលនេះយើងបានឃើញថាមើលនៃខ្យល់ខ្លាំងមែនតើថាម៉ាម៉ាហ្នឹងកើតអីបានដើរពីប៉ាំងខ្ញើអញ្ចឹងហើយរស់ក៏បានតទៅកាន់វិញទៅថាមានអីណាធម្មតាហ្នឹងបន្ទាប់មកមើលនាងក៏បានងាកទៅមើលលីអនវិញព្រោះតែបានសួរទៅកាន់លីអនថាតើប៉ាប៉ាកើតអីបានមានស្នាមជាប់នៅលើមុខអញ្ចឹងប៉ុន្តែលីអនក៏បានតទៅកាន់មើលវិញដូចគ្នាថាមានអីទេបាត់ដាលឲ្យកូនទូចមឿនយើងមានជាការឆ្ងល់ដាក់សញ្ញាសួរនៅលើក្បាលមួយប៉ក់បន្ទាប់ពីធ្វើការដាក់សញ្ញាសួរនៅលើក្បាលហើយមឿនក៏ស្រាប់តែស្រែកឡើងភ្លាមថាមើលទៅអ្នកទាំងពីរហ្នឹងប្រកាសជាមានកែមអីសបាយលេងមួយចំនួនហើយដែលបានប្រាប់មឿនហើយមឿនចង់លេងដែរបណ្ដាលឲ្យណូអាមានជាការគាំងនឹងប្អូនខ្លួនឯងខ្លាំងមែនតើបានមើលទឹកមុខនេះចង់សួរទៅកាន់ណូអាថាតើណូអាលក់អត់ហើយបើលក់ប្រហែលដែរបាទខ្ញុំចង់ទិញHello សួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំនៅទីនេះតែគេហើយនេះយើងមកធ្វើការសម្ដែងរឿងម្ចាស់ស្ត្រីនេះប្រាក់និងវរៈបរោះសែនបែកឆ្នាំមកយើងបន្តទៀតហើយភាគនេះផងដែរគឺជាភាគ11បាទភាគមុនហ្នឹងគឺជាភាគ10បាទហើយបាត់ឆ្ងល់ថាថៃបាទខ្ញុំទុកតែមកបើក intro ឥឡូវហ្នឹងទេបាទចង់ភ្លក់រសជាតិថ្មីលើមកឲ្យតប៉ែសាញ់ញ៉ាំច្រើនពេកយើងចូលសេះរឿងយើងហ្មងតោះបន្តពីភាគមុនយើងបានកាត់មកកាន់សួនច្បារខាងក្រៅនៃប្រាសាទនេះប្រាក់យើងបានឃើញលីអនហើយនឹងរងកំពុងតែដើរដេតគ្នាហើយនៅទីនេះផងដែរយើងក៏បានឃើញមានរុយ2ក្បាលគឺរុយក្បាលខៀវនិងរុយក្បាលថ្នោតនៅពេលដែលឃើញទាំងពីរនេះរុយក្បាលថ្នោតក៏បាននិយាយទៅកាន់រុយក្បាលខៀវថាមើលទៅម្ចាស់ស្ត្រីនិងព្រះអង្គម្ចាស់កំពុងតែដេតគ្នានេះនៅពេលលឺរុយក្បាលថ្នោតនិយាយបែបនេះរុយក្បាលខៀវក៏បាននិយាយទៅកាន់រុយក្បាលថ្នោតថាគូស្នេហ៍គេគួរស្រឡាញ់ណាបាច់ឆ្ងល់មកខ្ញុំនិយាយរុយទេថាពីរនាក់ហ្នឹងទៅភ្នែកខ្លាំងយ៉ាងម៉េចរួចអ្នកបម្រើមកប្រាសាទគេហ្នឹងមានពីរនាក់ហ្នឹងទេទៅមករឿងតាំងពីភាគ1ដល់ភាគ10ហ្នឹងឃើញតែ2នាក់ណាបើមិនហៅរុយហៅអីរុយទៅណាឃើញមកប្រាសាទគេគឺ2នាក់ហ្នឹងហើយរុយក៏បានឃើញក៏បានបន្តទៀតថាប៉ុន្តែហេតុអីបានជានាងមានអារម្មណ៍ថាម្ចាស់ស្ត្រីនិងព្រះអង្គម្ចាស់ហ្នឹងដូចជាមិនសូវស្និទ្ធស្នាលគ្នាចិត្តស្និទ្ធគ្នាសោះអញ្ចឹងហើយបាច់មកមើលទឹកមុខតួឯកប្រុសហើយតួឯកស្រីយើងទេបាទខ្មើរៀងខ្លួននៅពេលនេះយើងក៏កាត់មកកាន់លីអននិងរ៉ូវិញនៅពេលនេះយើងបានឃើញលីអនវាគិតក្នុងចិត្តថាតើហេតុអីបានជាលីអនហ្នឹងខ្លាចទៅជាបែបហ្នឹងទៅវិញឬមួយក៏ដោយសារតែមុននឹងបន្តិចហ្នឹងរ៉ូបានបបួលវាដើរលេងប៉ុន្តែវាក៏បានសួរទៅកាន់រ៉ូវិញថាហេតុអីបានជាវាត្រូវដើរលេងជាមួយរ៉ូបន្ទាប់មករ៉ូក៏បានតបទៅកាន់លីអនថាវាក៏ជាការងាររបស់លីអនផងដែរដែលលីអនហ្នឹងទៅរក្សាភាពមិនពិតថាគ្រួសាររបស់ពួកគេហ្នឹងគឺជាគ្រួសាររីករាយដូចចំពោះមុខខាងអ្នកខាងក្រៅជិះវាចង់ជាប់មាត់វិញអញ្ចឹងហ៎ហើយសាច់រឿងក៏បានកាត់មកបច្ចុប្បន្ននេះវិញលីអនវាក៏បានកើតបន្តទៅថាមើលទៅរ៉ូហ្នឹងដូចជាមានអីខុសហើយថ្ងៃនេះព្រោះថាជាធម្មតាហ្នឹងនាងមិនសូវមានសកម្មភាពទេតែនាងកំពុងតែមានផែនការអីទៀតហើយមើលទៅហើយបើយើងក៏ឡែកមកមើលមួយផ្នែកទៀតវិញនៅក្រោយដើមឈើនេះយើងក៏បានឃើញអ្នកចិត្តខាង2នាក់ដែលកំពុងតែចេះដឹងរឿងគេផងដែរហើយអ្នកចិត្តខាង2នាក់ហ្នឹងគឺជាកូនអ្នក2ក្បាលនេះឯងនៅពេលនោះផងដែរមើលក៏បាននិយាយថាហេតុអីបានជាប៉ាប៉ាហ្នឹងល្ងងម៉េះមិនបានមកកាន់ដៃម៉ាក់ទៅ
នៅពេលដែលនាងនិយាយចឹងហើយនាងក៏បានចេញពីដើមឈើកន្លែងដែលនាងពួននោះមកអមជាមួយនឹងកែវភ្នែកពលឺចែងចាំងជុំវិញខ្លួនផងដែរព្រមទាំងបាននិយាយថាមឿននឹងជួយអ្នកទាំងពីរបន្ទាប់ពីឃើញប្អូនស្រីរបស់នាងមាន power ពេញខ្លួនបែបនេះ Noah ប្រមស្រែកទៅខ្វាត់ទៅកាន់មឿនថាចាំបន្តិចសិនទុកឲ្យពួកគេនៅតែពីរនាក់នោះទៅបានហើយប៉ុន្តែមឿនមានស្ដាប់ណាបាទលោតផ្លុចទៅបាទសាច់រឿងក៏បានកាត់មកខាងអ្នកទាំងពីរនេះវិញនៅពេលនោះយើងក៏បានឃើញមឿនរត់មកប្រងតែបានស្រែកហៅទៅកាន់ម៉ាម៉ាប៉ាបន្ទាប់ពីឃើញមឿនរត់មកអញ្ចឹងលីអនក៏បានសួរទៅថាហេតុអីបានជាមឿនមកអញ្ចឹងប៉ុន្តែមឿនមិនឆ្លើយមួយនឹងសំណួររបស់លីអនទេនាងក៏បានទៅកាន់ដៃលីអនរងដៃបរោមកឲ្យចាប់ដៃគ្នាហើយក៏បាននិយាយទៅកាន់អ្នកទាំងពីរថាពេលដើរលេងពួកគេត្រូវតែដើរកាន់ដៃគ្នាបន្ទាប់មកមឿននឹងទៅលេងមួយបងស្រីរបស់មឿនហើយបាយបាយនៅពេលដែលឃើញបែបនេះលីអនឆ្ងល់ខ្លាំងមែនតើតែក្មេងស្រីនេះដឹងឲ្យរឿងទាំងអស់ហ្នឹងមកពីណាចង់ឲ្យថាដឹងថាគូស្នេហ៍ពេលគេដើរលេងមួយគ្នាគេត្រូវដើរកាន់ដៃគ្នានឹងមកពីណាហើយយើងក៏បានកាត់មកកាន់ពេលដែលមឿនបានមកដល់កន្លែងពួនបានលេងជាមួយនៅណូអាវិញនាងត្រូវបានណូអាក្តាច់ពណ៌នៅពេលដែលណូអាកំពុងតែក្តាច់ពណ៌នោះមឿនក៏បានសុំវល់ទៅកាន់ណូអាទៅថានាងឈប់ហើយនាងខុសហើយអញ្ចឹងសុំឲ្យបងស្រីនឹងដោះលែងនាងទៅហើយខាងកូននោះទៅបងគេកំពុងតែបដៅប្អូនអញ្ចឹងទៅណាហើយមកខាងម៉ែឪនេះវិញគេកំពុងអៀនគ្នាបាទនៅពេលនោះផងដែរលីអនក៏បាននិយាយទៅកាន់រ៉ូថាវាមិននឹកស្មានទេប៉ុន្តែឥឡូវហ្នឹងតើវាគួរធ្វើម៉េចរ៉ូក៏បានតទៅកាន់លីអនទៅថាមិនអីទេគ្រាន់តែកាន់អញ្ចឹងតបមកលីអនក៏បានបន្តទៀតថាហាក់ដូចជាមានភាពងាយស្រួលបន្ថែមទៀតនៅហើយនេះប៉ុន្តែវាមានអារម្មណ៍ថាដូចអត់សូវស្រួលបន្តិចជាមួយរឿងនេះហើយរឿងដើរកាន់ដៃហ្នឹងរ៉ូក៏បានតទៅកាន់លីអនថាហាក់ដូចជានាងនឹងធ្វើបាបលីអនពេកហើយរាល់ថ្ងៃឥឡូវនេះបាច់ភ័យទេធ្វើដូចធម្មតាទៅអត់អីទេហើយលីអនក៏បានគិតបន្តក្នុងចិត្តទៀតថាចុយហើយអូនក៏បានគិតបន្តនៅចិត្តទៀតថារស់តែងតែជារូបភាពម្ចាស់ស្ត្រីដែលរឹងមាំម្នាក់នៅក្នុងខ្សែភ្នែករបស់អ្នកផ្សេងប៉ុន្តែវាមិនដែលគិតសោះថានាងនៅនឹងគូរង្គើដោយសាររឿងតូចតាចបែបនេះដូចជាការដើរកាន់ដៃនេះឯងហើយអូនក៏បានបន្តទៀតថាប្រហែលជានាងគឺជាម្ដាយតឹងរឹងម្នាក់ដោយសារតែនាងមិនដឹងពីរបៀបចូលទៅចិត្តកូនមិនដឹងហើយលីអនក៏បាននិយាយទៅកាន់រ៉ូទៅថារងថ្ងៃហ្នឹងមឿននឹងណូអាតែងតែហៅអ្នកថាម្ដាយនៅចំពោះមុខរបស់អ្នកត្រូវអត់បន្ទាប់មករ៉ូក៏បាននិយាយទៅកាន់លីអនទៅថាមានបញ្ហាអីមែនបន្ទាប់មកលីអនក៏ចាប់ផ្ដើមប្រែខ្លាចខ្លួនទៅជាបណ្ឌិតទ្រឹស្ដីមួយរំពេចថាជាការប្រសើរណាស់ដែលអ្នកមើលឃើញបែបនេះយោងទៅតាមវិធីធម្មតានៃការហៅប៉ាគឺតែងតែត្រូវប្រើជាមួយនឹងពាក្យថាម៉ាក់ប៉ុន្តែមឿនតែងតែហៅខ្ញុំថាប៉ាប៉ុន្តែហៅអ្នកថាម្ដាយវាហាក់ដូចជានាងនៅឆ្ងាយពីអ្នកច្រើនជាងចឹងហើយវាដឹងថាហេតុអីទេបានជាមឿននឹងហៅអ្នកអញ្ចឹងប៉ុន្តែវានឹងផ្លាស់ប្ដូរចាប់ពីពេលហ្នឹងទៅបន្ទាប់មករស់ក៏បាននិយាយទៅកាន់លីអនថាតើវាមានភាពខុសគ្នាខ្លាំងមែនរវាងពាក្យថាម្ដាយហើយនិងម៉ាក់នឹងបន្ទាប់មកលីអនក៏ចាប់ផ្ដើមតបទៅកាន់រស់ព្រមអមជាមួយនឹងពន្លឺចែងចាំងជុំវិញខ្លួនវាថាវាជាការពិតណាស់ហេតុអ្វីបានជាអ្នកនឹងមិនព្យាយាមឲ្យពួកគេហៅអ្នកថាម៉ាក់ចំនួនវិញវាភ្នាល់ថាពួកគេនឹងចិត្តស្និទ្ធជាមួយនឹងអ្នកជាងឥឡូវហ្នឹងនៅពេលដែលលឺលីអននិយាយចឹងរ៉ូក៏ចាប់ផ្ដើមរៀនភ្ញាក់តិចដែរហើយនាងក៏ដូចជារៀងសប្បាយចិត្តតិចដែរមើលទឹកមុខរបស់នាងទៅក៏ដឹងដែរថានាងស្រឡាញ់កូនប៉ុណ្ណាបន្ទាប់មករ៉ូក៏ចាប់ផ្ដើមអូសដៃលីអនចេញទៅព្រមតែបាននិយាយថានាងយល់ហើយនាងនឹងព្យាយាមនៅពេលក្រោយហើយអូសដៃលីអនដើរទៅនឹងលឿនពេកលីអនក៏បានសួរទៅកាន់រស់ទៅថាហេតុអីបានជាអ្នកដើរលឿនម៉េចសាររឿងក៏បានកាត់មកមួយរយៈពេលក្រោយមកមិនដឹងថាប្រហែលម៉ោងក្រោយមកទេនៅពេលដែលពួកគេកំពុងតែដើរកាន់ដៃគ្នាហ្នឹងរ៉ូក៏បានសួរទៅកាន់លីអនទៅថាលីអនហ្នឹងនឹកផ្ទះអត់នៅពេលដែលឮសំណួររបស់រ៉ូអញ្ចឹងលីអនក៏បានសួរទៅកាន់រ៉ូវិញទៅថាហេតុអីបានជានាងសួរវាអញ្ចឹងប៉ុន្តែនាងមិនអនុញ្ញាតឲ្យវាទៅវិញផងហ្នឹងបន្ទាប់មករ៉ូក៏បានតបទៅកាន់លីអនថានាងមិនអាចឲ្យលីអនត្រឡប់ទៅផ្ទះវិញបានទេប៉ុន្តែនាងមានអ្វីមួយដែលអាចជួយឲ្យលីអនហ្នឹងឲ្យបំបត្តិនៅជំងឺនឹកផ្ទះរបស់វានឹងតិចដែរនៅពេលឮអញ្ចឹងលីអនក៏វារៀងឆ្ងល់ដែរថាតើរបស់អីគេដែលរស់ថាអាចជួយវាបាត់នៅជំងឺនឹកផ្ទះរបស់វានឹងសាច់រឿងក៏បានកាត់មកមុខឃ្លាំងនៃប្រាសាទនាគប្រាក់នឹងប៉ុន្តែតាមពិតពេលដែលពួកគេនិយាយគ្នាមិនហ្នឹងគឺមកដល់មុខហ្នឹងហើយប៉ុន្តែខ្ញុំខ្ជិលនិយាយខ្ជិលប្រាប់ចង់និយាយគេសន្ទនាមិនហ្នឹងហើយចាំប្រាប់អញ្ចឹងណានៅពេលបានមកដល់មុខឃ្លាំងនៃព្រាមលីអនវាភ្ញាក់ផ្អើលខ្លាំងមែនតើរស់ក៏បានប្រាប់ទៅកាន់លីអនទៅថានេះគឺគេហៅថា warehouse or utility room ឬមួយក៏ whateverប៉ុន្តែវាមិនសំខាន់ទេនៅពេលដែលបានចូលមកដល់ក្នុងលីអនវាបាននិយាយថាទាំងអស់ហ្នឹងគឺជាកំណត់ទ្រព្យរបស់អ្នកឬប្រសិនបើទាំងអស់ហ្នឹងត្រូវបានដាក់លក់នៅក្នុងចក្រភពវិញវាត្រូវបានគេលក់យ៉ាងហោចណាស់រាប់រយកាក់មីហ៎នៅពេលដែលវាកំពុងតែនិយាយផងដែរវាគឺកំពុងតែមើលទៅកាន់កងដៃមួយនៅពេលដែលលីអនកំពុងតែសម្លឹងទៅកាន់កងដៃហ្នឹងរ៉ូក៏បានប្រាប់ទៅកាន់លីអនទៅថាហ្នឹងគឺជាកងដៃដែលជីដូនរបស់នាងហ្នឹងឲ្យនាងកាលនាងនៅក្មេងប៉ុន្តែរបស់ហ្នឹងវាខូចខាតទៅហើយប៉ុន្តែវាក៏នៅមានរឿងមួយចំនួនដែលមានន័យសម្រាប់នាងផងដែរ
នៅពេលដែលលឺអញ្ចឹងលីអនក៏បានងាកទៅសួររ៉ូទៅថាវាមិនធ្លាប់លឺសោះថារ៉ូនឹងនិយាយពីគ្រួសាររបស់នាងផ្សេងទៀតក្រៅពីបងស្រីរបស់នាងនឹងនៅពេលដែលលឺអញ្ចឹងរ៉ូក៏បានប្រាប់ទៅកាន់លីអនទៅថានាងមិនដែលឃើញមុខឪពុកម្ដាយរបស់នាងទេមានតែបងស្រីរបស់នាងនិងនាងទេត្រូវបានចិញ្ចឹមដោយជីដូនរបស់នាងម៉ែខ្ញុំអានមក clear នឹងចង់សក់ទឹកភ្នែកយីមែននិយាយស៊ីនណាវានិយាយលេងនៅពេលដែលលឺអញ្ចឹងលីអនក៏បានប្រាប់ទៅកាន់រ៉ូទៅថាវាក៏ស្តៀងនឹងរ៉ូដែរដោយសារតែវាធំឡើងនៅក្នុងមណ្ឌលកុមារកំព្រាហើយមិនដែលជួបមុខឪពុកម្ដាយរបស់វាទេវាត្រូវបាន master របស់វានឹងប្រពន្ធរបស់គាត់យកទៅចិញ្ចឹមតាំងក្មេងហើយនិយាយអញ្ចឹងហេតុអីបានជានាងនាំវាមកនឹងដើម្បីបង្ហាញអីវាមែននៅពេលដែលលឺលីអននិយាយអញ្ចឹងនាងក៏ចាប់ផ្ដើមទៅបើកនៅហឹបមួយរហូតតែបាននិយាយទៅកាន់លីអនថានាងទើបតែមានអ្វីមួយដែលអាចឲ្យលីអននឹងបំភ្លេចនៅអាទុកកង្វល់របស់វានៅជំងឺនៅផ្ទះរបស់វានឹងជាបណ្ដោះអាសន្នបាននៅពេលដែលលឺអញ្ចឹងលីអនវាដាក់សញ្ញាសួរសញ្ញាឧទានពេញក្បាលមកនៅពេលដែលបើកហឹបនឹងមកវាក៏បានឃើញនៅឈុតក្រោះរបស់វាដែលគឺជាDouble Gold Armor បន្ទាប់មករ៉ូក៏បាននិយាយទៅកាន់លីអនទៅថាលីអននឹងតែចង់បានអាក្រោះនឹងទៅវិញមែនអត់លីអននៅពេលដែលឃើញអញ្ចឹងវាទឹកភ្នែកផងវាក៏បាននិយាយទៅកាន់រ៉ូទៅថាវាមិនដែលសុបិនទេថារ៉ូនឹងឲ្យរបស់នឹងមកវាវិញហើយរ៉ូក៏បានតបទៅកាន់លីអនទៅជាមួយនឹងទឹកមុខដែលសែនខូខៅថាត្រឹមត្រូវហើយនាងនឹងឲ្យរបស់នឹងទៅលីអនវិញហើយមើលទឹកមុខក៏ដឹងថាកម្រងការធម្មតាដែរបាទភ្លាមនៅផងដែរនៅពេលដែលលីអនយកដៃរបស់វាទៅប៉ះទៅលើអាក្រោះនោះក៏ស្រាប់តែមាននៅវងវេទមន្តមួយចេញមកនៅពេលដែលឃើញចឹងលីអនក៏បានស្រែកឡើងថា Enchanting Dragon Mark អាក្រោះបងប្អូនល្អរបស់វានឹងមិនក៏ថ្លាច់ទៅជាបែបនេះនៅពេលដែលឃើញបែបនេះរ៉ូក៏បាននិយាយទៅកាន់លីអនជាមួយនឹងទឹកមុខយ៉ាងខូខៅទៅថាទីបំផុតលីអននឹងធ្លាក់ចូលផ្ទះរបស់នាងហើយ A few moments laterประวัติอยู่หลงมีประวัติต่อใจสลับปะขบายกุนละใบขนมโลกาปฏิจิชาในขนมโลกแต่หยับตัวสาวไทยขบายกุนขมายคลังเรียบโดยดำไรทรายกรอนตะไวมาได้พังหลอนทำมังละเงืองขบายจนกลงหอกไก่แช่ไอสลับปัดซองคายเมียวัดจำตุ้ยไก่หมอกคลังโดยคลายกรอนตะลือตะขมายไว้นะคลายย้อยโดยมาขบายขมายปฏิคลังเหมือนนะเนื้อมาเจตตาป้ามันเชื่อสะมือเติบกระทั่งแบบปั้นหน้าไว้ที่มวยเตยมวยมีกับเปลือยคล้ายนานามีกับเปลือยคล้ายนานาเด้เยอะสลับปะคุณขมายเยอะสลับปะคุณขมายสลับปะคุณขมายเยอะสลับปะคุณขมายกวนตะเพลย์ไปกุมพลาได้ยะจึงอะเตรดเหาะตะเตียมาจึงมาไงกับอาจารย์ล้อนตะโพเลยกำเพลิงเก็บบังทางกันตัดได้มาหากำลังคลังด้วยรถเคราะห์ก็ลาบซอยเบาะเรียมเชียมด้วยเก็บปูออกพอเชื่อไม่ตามจะมอสตูโหต้องออกคือหนักมือกรบชอไลฟ์อยากได้มันนี่มันเนี่ยให้ล้วนมดทุกนี้แต่กัมพูชีปวดจีคลังเมื่อตะกูประกวดสลบโดยจะไรอ่างป่าเนี่ยครั้งโดยเกียร์ไรอ่างโดยเกียร์ไรอ่างยังไงเยอะสลับปะคนขมายเยอะไอ้สลับปะคนขมายเยอะสลับปะคนขมายเยอะไอ้สลับปะคนขมายไปคนโบราณขมาย